3ថ្ងៃពុទ្ធអត់កើតខែអាសាឍឆ្នាំមមីអដ្ឋស័កត្រូវនឹងថ្ងៃទី24ខែមិថុនាពុទ្ធសករាជ2570គ្រិស្តសករាជ2026ពុទ្ធប្រវត្តិពុទ្ធប្រវត្តិពុទ្ធប្រវត្តិតនៅក្នុងឱកាសពេលនោះព្រះអង្គក៏ចូលទៅដាស់ឆានអន្តៈឆានអាមាត្យឆានអាមាត្យឲ្យនាំយក កន្តកៈមកថ្វាយព្រះអង្គមុនព្រះអង្គយាងចេញទ្រង់បានយាងទៅបន្ទប់ក្រឡាបន្ទុំរបស់ព្រះមហេសីប្រាថ្នានឹងលើកព្រះរាជាបុត្រ3គង់ជាត្រកងជាចុងក្រោយតែទ្រង់ឃើញព្រះនាងពឹមពាផ្ទុំលក់យកប្រហោះដាក់លើព្រះរាជាបុត្រដោយខ្លាចត្រែងព្រះនាងញាក់កើនឡើងទ្រង់យាងចេញទៅក្រៅវិញទៅទ្រង់ចិន្តាថាចាំគ្រាក្រោយចាំគ្រាក្រោយសឹមមកឃើញមកកូនទ្រង់បានសម្រេចព្រះតីច្បាស់លាស់ហើយទ្រង់ក៏ស្ដេចយាងចេញពីព្រះរាជានិវេសនៃថ្ងៃប្រហ័សពេលពេញបរមីខែអាសាឍឆ្នាំថោះក្នុងព្រះជន្មាយុ26ព្រះវស្សា29ព្រះវស្សាវេលាត្រៀតស្ងាត់ស្ងាត់